នៅពេលអ្នកគេងតើអ្នកគួរទុកទូរស័ព្ទរបស់អ្នកឲ្យឆ្ងាយប៉ុណ្ណាទូរស័ព្ទរបស់អ្នកគួរតែស្ថិតនៅចម្ងាយយ៉ាងតិច1ម៉ែត្រពីគ្រែរបស់អ្នកដើម្បីការពារកុំឲ្យការប៉ះពាល់ទៅនឹងថាមពលប្រេកង់របស់វិទ្យុប្រសិនបើអ្នកត្រូវការប្រើទូរស័ព្ទរបស់អ្នកជាសំឡេងរោសូមបើក Flight Mode ដើម្បីការពារវិទ្យុសកម្មនៅពេលថ្ងៃសូមដាក់ទូរស័ព្ទរបស់អ្នកនៅក្នុងកាបូបជាជាងនៅក្នុងហោប៉ៅរបស់អ្នកនេះអាចជួយរារាំងអ្នកពីការប៉ះពាល់ទៅនឹងកម្រិតវិទ្យុសកម្មខ្ពស់ផងដែរទូរស័ព្ទបញ្ចេញថាមពលហ្វ្រេកង់ដែលជាទម្រង់នៃវិទ្យុសកម្មនៅពេលដែលវាតាក់ទងជាមួយអង្តែនបណ្ដាញទូរស័ព្ទវិទ្យុសកម្មនេះមិនមានគ្រោះថ្នាក់អ្វីទេតែការដាក់ទូរស័ព្ទនៅជិតក្បាលរបស់អ្នកយូរជាប្រចាំអាចបណ្ដាលឲ្យឈឺក្បាលនិងពិបាកគេងប្រសិនបើអ្នកគេងដោយដាក់ទូរស័ព្ទដៃនៅលើពុះជាមួយនឹងអ្នកអាចនឹងគេងគិនវានៅពេលដែលអ្នកគេងលក់ដោយសារតែបែបហ្នឹងហើយវាអាចឡើងកម្ដៅហើយអាចបណ្ដាលឲ្យឆាប់ខូចថ្មករណីខ្លះក៏អាចបណ្ដាលឲ្យមានអគ្គិភ័យថែមទៀតផង